Rong tiêm tiaឲ្យអ៊ុយក្រែនសងការខូចខាតប៉ុន្តែអ៊ុយក្រែនដោះស្រាយថាការវាយប្រហារនោះជារឿងអចេតនារដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោកអាន់ដ្រីស៊ីបៀហាបានថ្លែងថាលោកបានពិភាក្សាតាមទូរស័ព្ទជាមួយសមាភិកីអ៊ីរ៉ង់លោកអាបាសអារ៉ាឈីដើម្បីជៀសវាងការបង្កើនភាពតានតឹងបន្ទាប់ពីមានការវាយប្រហាររបស់អ៊ុយក្រែនលើនាវាដឹកប្រេងមួយគ្រឿងរបស់អ៊ីរ៉ង់នៅក្នុងសមុទ្រកាព្យេនសារព័ត៌មានអាយ៉ាហ្សារ៉ារីកានៅថ្ងៃទី28ខែកក្កដាបានឲ្យដឹងថាលោកស៊ីប៊ីហាបានលើកឡើងថាការទូតគឺជាកិច្ចសន្ទនាដោយផ្ទាល់ទោះបីជាវាមិនមែនជារឿងងាយស្រួលក៏ដោយខ្ញុំសូមសង្កត់ធ្ងន់ថាគោលដៅរបស់យើងគឺជៀសវាងរាល់ការបង្កើនភាពតានតឹងដែលមិនចាំបាច់លោកស៊ីប៊ីហាបានធានាចំពោះសមាភិកីអ៊ីរ៉ង់ថារាល់សកម្មភាពទាំងអស់របស់អ៊ុយក្រែនគឺសំដៅទៅលើការការពារប្រទេសប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីតែប៉ុណ្ណោះដោយមិនដែលមានចេតនាទៅលើនាវាស៊ីវិលឬប្រជាជនស៊ីវិលឡើយជំហរនេះក៏អនុវត្តចំពោះការអះអាងរបស់អ៊ីរ៉ង់ចំពោះការបាត់បង់ជីវិតរបស់ពលរដ្ឋខ្លួននិងការវាយប្រហារនាពេលថ្មីនេះលើនាវាស៊ីវិលផងដែរដែលលោកបានចោទប្រកាន់រុស្ស៊ីថាជាឫសគល់នៃរាល់ឧបទ្ទវហេតុទាំងអស់ហើយត្រូវទទួលខុសត្រូវទាំងស្រុងក្រោយមកលោកអារ៉ាឈីបានថ្លែងថាសមាភិកីអ៊ុយក្រែនបានធានាថាការវាយប្រហារលើនាវាអ៊ីរ៉ង់នាពេលថ្មីនេះគឺជារឿងដែលមិនបានគ្រោងទុកហើយទីក្រុងគៀវមិនបានស្វែងរកការបង្កើនភាពតានតឹងជាមួយទីក្រុងតេហឺរ៉ង់នោះទេលោកអារ៉ាឈីបានសរសេរនៅលើបណ្ដាញសង្គម X ថាបន្ទាប់ពីការសន្ទនារបស់ខ្ញុំជាមួយលោកស៊ីប៊ីហាខ្ញុំសូមបញ្ជាក់ថាអ៊ីរ៉ង់ក៏មិនប្រាថ្នាចង់បង្កើនភាពតានតឹងដែរប៉ុន្តែការវាយប្រហារណាមួយលើពលរដ្ឋឬផលប្រយោជន៍របស់អ៊ីរ៉ង់គឺជារឿងដែលមិនអាចទទួលយកបានឡើយយើងត្រូវតែទទួលបានការសងការខូចខាតដែលបានកើតឡើងការសន្ទនាតាមទូរស័ព្ទនេះបានធ្វើឡើង2ថ្ងៃបន្ទាប់ពីប្រធានាធិបតីលោក Volodymyr Zelensky បានអះអាងថាអ៊ុយក្រែនបានបើកការវាយប្រហាររយៈចម្ងាយឆ្ងាយនៅក្នុងសមុទ្រកាព្យេនប្រឆាំងនឹងនាវាដែលប្រើប្រាស់សម្រាប់ដឹកជញ្ជូនសម្ភារៈយោធាពាក់ព័ន្ធនឹងអ៊ីរ៉ង់ព្រមទាំងនាវាចម្បាំងមួយគ្រឿងផងដែរក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថាឧបទ្ទវហេតុនេះបានបង្កឲ្យមានការផ្ទុះឡើងនៅលើនាវាដឹកទំនិញរបស់ខ្លួនបណ្ដាលឲ្យនាវិកម្នាក់បាត់បង់ជីវិតនិងជាច្រើនអ្នកទៀតរងរបួសអ៊ីរ៉ង់ក៏បានកោះហៅភារៈធារីអ៊ុយក្រែនប្រចាំទីក្រុងតេហឺរ៉ង់ដើម្បីតវ៉ាប្រឆាំងនឹងសកម្មភាពអារីភាពនិងបទល្មើសនេះផងដែរគួរបញ្ជាក់ដែរថាទំនាក់ទំនងរវាងទីក្រុងតេហឺរ៉ង់និងទីក្រុងគៀវបានស្ថិតក្នុងស្ថានភាពតានតឹងតាំងពីឆ្នាំ2022មកម្ល៉េះនៅពេលដែលរុស្ស៊ីបានចាប់ផ្ដើមវាយប្រហារលើគោលដៅនានារបស់អ៊ុយក្រែនដោយប្រើប្រាស់ដ្រូនអត្តឃាតប្រភេទ Jiran-2 ដែលផ្អែកលើគំរូដ្រូន Shahed 136របស់អ៊ីរ៉ង់បន្ថែមលើនេះអ៊ុយក្រែនក៏បានស្នើផ្ដល់នូវប្រព័ន្ធស្ទាក់ចាប់ដ្រូន UAV និងការគាំទ្រផ្នែកជំនាញទៅដល់បណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រដែលកំពុងប្រឈមមុខនឹងយុទ្ធនាការសងសឹករបស់អ៊ីរ៉ង់នៅក្នុងចំនួនមជ្ឈិមបូព៌ាព្រមទាំងបានត្រៀមពង្រីកអ្នកជំនាញប្រឆាំងដ្រូនទៅកាន់ប្រទេសកាតា អារ៉ាប់រួម អារ៉ាប៊ីសាអូឌីតនិងគុយវ៉េតផងដែរ